ជួយដូរពាណិជ្ជកម្មសកលដោយប្រើប្រាស់លុយយួននិងអាចជំនួសលុយដុល្លារសហរដ្ឋអាមេរិកសួស្តីគមន៍លោកស្រីមកកាន់កម្មវិធីពីនេះពីនោះពីទីផ្សារដូរប្រាក់ដូរលុយសកលដោយប្រើលុយយួនគឺជំនួសប្រាក់ដុល្លារសហរដ្ឋអាមេរិកកំពុងមានការរីកចម្រើនគួរឲ្យកត់សម្គាល់ជាពិសេសតាមរយៈកិច្ចព្រមព្រៀងទ្វេភាគីនិងក្របខ័ណ្ឌ BRICS ជាផ្នែកសំខាន់នៃនិន្នាការ De-dollarization ដើម្បីកាត់បន្ថយការពឹងផ្អែកទៅលើលុយដុល្លាររួមទាំងការគេចពីទណ្ឌកម្មកាត់បន្ថយថ្លៃប្តូររូបិយប័ណ្ណនិងពង្រឹងស្វ័យភាពសេដ្ឋកិច្ចក្នុងឆ្នាំ2025ប្រហែល 30% នៃពាណិជ្ជកម្មសរុបរបស់ចិនពីទំហំពាណិជ្ជកម្ម 6.1 លានដុល្លារត្រូវបានទូទាត់ជាលុយយួនកើតឡើងពី 10% ក្នុងឆ្នាំ2017ទៅ 20% នៅក្នុងឆ្នាំ2022រាប់បញ្ចូលការទូទាត់ព្រំដែនទាំងអស់ចំណែកលុយយួនអាចឡើងដល់ 53% នៅក្នុងឆ្នាំ2025យួនមានចំណាយប្រហែល 3.17% នៃការទូទាត់សកលនិងប្រហែល 6% នៃហិរញ្ញប្បទានពាណិជ្ជកម្មសកលឧទាហរណ៍ថ្មីនេះការជួញដូរដោយប្រើលុយយួននៅក្នុងឆ្នាំ2025និងឆ្នាំ2026ប្រទេសចិននិងប្រទេសរុស្ស៊ីប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីប្រហែល234ទៅ245ពាន់លានដុល្លារមានជាង90ទៅ95% ត្រូវបានទូទាត់ជាលុយយួនឆ្នាំ2022ការប្រើប្រាស់លុយយួននៅរុស្ស៊ីស្ទើរតែ0ប៉ុន្តែបានកើនឡើងយ៉ាងឆាប់រហ័សបន្ទាប់ពីទណ្ឌកម្មលោកខាងលិចក្នុងឆ្នាំ2025ការជួញដូររវាងប្រទេសទាំងពីរបានធ្លាក់ចុះបន្តិច 6.5% ជាលុយយួនប៉ុន្តែការប្រើលុយយួននៅតែខ្ពស់ខ្លាំងរីឯប្រទេសចិននិងប្រទេសប្រេស៊ីលតាមកិច្ចព្រមព្រៀងរូបិយប័ណ្ណ Currency Swap ដែលបានចុះហត្ថលេខានៅឆ្នាំ2023និងបន្តបន្ទាប់រហូតទៅដល់190ពាន់លានយួនប្រហែល 41% នៃពាណិជ្ជកម្មទ្វេភាគីរួមមានសណ្តែកសៀងដែកនិងប្រេងត្រូវបានទូទាត់ជាលុយយួននិងរៀលប្រេស៊ីលដោយផ្ទាល់តែទៅមើលប្រទេសចិននិងប្រទេសអូស្ត្រាលីឧស្សាហកម្មដែកចិនបានបញ្ឈប់ការទិញដែកថែបជាលុយដុល្លារនិងទាមទារឲ្យទូទាត់ 30% ជាលុយយួនដែលអាចបន្ថែមប្រតិបត្តិការលុយយួនបន្ថែមរហូតទៅដល់ 39 ពាន់លានដុល្លារក្នុងមួយឆ្នាំតែចិននិងប្រទេសក្នុងតំបន់អាស៊ីកណ្ដាលដូចជាអាហ្សាស្ថានការប្រើលុយយួនក្នុងការជួញដូរកើតឡើងខ្លាំងឧទាហរណ៍បរិមាណជួញដូរលុយយួនតង់សេកើនរហូតទៅដល់ 102% ក្នុងឆ្នាំ2025ទោះបីជាលុយដុល្លារនៅតែជាការចម្បងក៏ដោយចិននិងអេមីរ៉ាត់អារ៉ាប់រួមបានទូទាត់ឧស្ម័នធម្មជាតិរាវជាយួននិងមានការចូលរួមក្នុងគម្រោង mBridge ប្រព័ន្ធទូទាត់ Digital របស់ធនាគារកណ្ដាលធនាគារ UAE ក៏បានចូលជាសមាជិក CIPS ប្រព័ន្ធទូទាត់ឆ្លងព្រំដែនរបស់ចិនប្រហែល 90% នៃពាណិជ្ជកម្មក្នុង BRICS ត្រូវបានទូទាត់ជាប្រាក់យួនក្នុងស្រុកដោយយួនមានតួនាទីសំខាន់រីឯឥណ្ឌាទិញប្រេងពីរុស្ស៊ីខ្លះដោយប្រើរយ័នឬឌីរ៉ាមប្រទេសចិនកំពុងពង្រីក CIPS និងគម្រោង mBridge ជាមួយនឹងហុងកុងថៃអេមីរ៉ាត់អារ៉ាប៊ីសាអូឌីតសម្រាប់ទូទាត់ Digital ជាយួនប្រទេសចិនបានចុះកិច្ចព្រមព្រៀងជាមួយ40ទៅ50ប្រទេសរួមទាំងការលើកទឹកចិត្តឲ្យប្រើយួនក្នុងពាណិជ្ជកម្ម Belt and Road Initiative BOI ប្រទេសចិនជំរុញឲ្យអន្តរជាតិប្រើប្រាស់លុយយួនតាមផែនការ5ឆ្នាំក្នុងឆ្នាំ2026ទៅឆ្នាំ2030ដែលផ្ដោតទៅលើការទូទាត់ពាណិជ្ជកម្មការផ្ដល់ប្រាក់កម្ចីជាយួននិងការបង្កើនសាច់ប្រាក់បម្រុងយួនទោះបីជាយ៉ាងណាក៏ដោយប្រាក់ដុល្លារនៅតែជារូបិយប័ណ្ណសំខាន់បំផុត 48% នៃសាច់ប្រាក់បម្រុងសកលនិងជាង 40% នៃការទូទាត់សកលតាម SWIFT ដោយសារការគ្រប់គ្រងដើមទុនតឹងតែងរបស់ចិននិងកង្វះសេរីភាពពេញលេញសម្រាប់លោកស្រីដែលចង់ចេះពីរបៀបកក់មាសតាមរយៈប្រព័ន្ធធនាគារក៏ដូចជាបើកគណនីកក់មាសលោកស្រីអាចធ្វើការទំនាក់ទំនងមកនឹងខ្ញុំសារ៉ាសាន់ដេតាមលេខទូរស័ព្ទនៅខាងលើដើម្បីទទួលបានការបង្រៀនការប្រឹក្សាយោបល់ដោយឥតគិតថ្លៃ